Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំអូឡេឥឡូវម៉ោង9:10នាទីហើយថ្ងៃនេះខ្ញុំមានរឿងថ្មីទៀតហើយអូខេថ្ងៃនេះខ្ញុំរៀនបានរឿង3យ៉ាងទី1ព្រឹកមិញអ្នកដឹកនាំស្រីខ្ញុំម្នាក់គាត់បានមកប្រាប់ខ្ញុំអំពីកំហុសដែលខ្ញុំបានធ្វើកាលពីយប់ម្សិលមិញតាក់ទងនឹងការបរៀនសិស្សគាត់ប្រាប់ពីដំណោះស្រាយតែយើងគួរធ្វើយ៉ាងម៉េចតែពេលនេះខ្ញុំអត់សប្បាយចិត្តទេហើយខ្ញុំក៏អត់បានឆ្លើយតបមួយគាត់ដែរហើយរឿងទី2ខ្ញុំបានដោះស្រាយកិច្ចការងារផ្ទះរបស់ខ្ញុំរួចហើយតាក់ទងនឹងការរៀបចំសេចក្តីអធិប្បាយរបស់ខ្ញុំតែខ្ញុំមានរហ័សខ្ញុំរៀងអន់ចិត្តជាមួយខ្លួនឯងដោយសារតែយើងធ្វើបានតិចអត់បានឆ្លើយតបជាមួយនឹងគ្រូគ្រប់ target ដែលគាត់ចង់បានហើយចំណុចទី3គ្រូកងវិទ្យារបស់ខ្ញុំបានសុំខ្ញុំជួបហើយដោះស្រាយបញ្ហាដែលខ្ញុំបានជួបដែលខ្ញុំបានធ្វើកាលពីយប់ថ្ងៃសុក្រគឺខ្ញុំលីតក្រុមថ្វាយអង្គមហើយពេលដែលខ្ញុំលីតហ្នឹងខ្ញុំមានការប៉ះពាល់ខ្លាំងមែនតើហើយគាត់សុំខ្ញុំជួបគាត់ក៏សួរថាមានរឿងអីកើតឡើងហើយគាត់ក៏រកដំណោះស្រាយឲ្យក៏ដូចជាការបរៀនសិស្សដែរគាត់សួរឬគល់ហើយគាត់ព្យាយាមរកដំណោះស្រាយសម្រាប់យើងហើយគាត់បានលើកទឹកចិត្តខ្ញុំច្រើនខ្លាំងមែនតើតទៅនឹងការឲ្យយើងអត់ធ្មត់ហើយរៀនធ្វើជាមនុស្សធំឲ្យកាន់តែច្រើនជាងនឹងមានទំនួលខុសត្រូវខ្ពស់ជាងនឹងបន្ថែមទៀតហើយគាត់អរគុណគាត់សប្បាយចិត្តជាមួយយើងពេលដែលឃើញយើងធំធាត់រីកចម្រើនហើយស្មោះត្រង់ជាមួយខ្លួនឯងក៏ដូចជាជាមួយអ្នកដឹកនាំហើយខ្ញុំក៏ចង់អរគុណខ្លួនឯងដែរដែលតែងតែពេលដែលយើងមានបញ្ហាអីមួយយើងអត់ទុកយូរហើយយើងព្យាយាមបង្ហាញឲ្យអ្នកដឹកនាំដឹងដើម្បីឲ្យគាត់ជួយដោះស្រាយមួយយើងហើយដឹងថាយើងពិតជាមានបញ្ហាអរគុណបាយបាយ